ព្រឹកណាដែលភ្ញាក់មកមានអារម្មណ៍ស្រស់ស្រាយហើយមិនសូវស្មុគស្មាញហ្នឹងគឺជាព្រឹកដែលក្រោកពីគេងមកនឹកឃើញថាចង់ញ៉ាំម្ហូបអីហើយដឹងក្នុងចិត្តថាត្រូវទៅផ្សារទិញម្ហូបអីព្រឹកហ្នឹងហើយគឺជាព្រឹកដែលក្រោកមករៀបចំខ្លួនទៅផ្សារដោយអត់ស្មុគស្មាញណាបងប្អូននិយាយពីរឿងព្រឹកហ្នឹងវិញក្រោកពីគេងមកស្រាប់តែឃ្លានហ្មងហើយនឹកឃើញឃ្លានសម័យឃើញមាន់ដុតស្ពៃក្តោបហើយនឹងទឹកត្រីបុកខាប់ចឹងហើយអត់ចាំយូរទេរស់រាន់រៀបចំខ្លួនហ្នឹងទៅផ្សាររកទិញមាន់មកហើយទិញស្ពៃក្តោបទិញបន្លែប្លុកក្រូចឆ្មាម្ទេសអីមកធ្វើមាន់ដុតស្ពៃក្តោបតែម្ដងណាបងប្អូនសម្រាប់ខ្ញុំការធ្វើមាន់ដុតស្ពៃក្តោបបែបនេះចូលចិត្តដាក់ស្ពៃក្តោបច្រើនអញ្ចឹងព្រោះអីពេលញ៉ាំស្ពៃហ្នឹងដែលយើងដុតជាមួយមាន់ហ្នឹងទៅនិយាយពីថាជាតិឆ្ងាញ់មែនតើណាបងប្អូនហើយគ្រឿងផ្សំក្រៅពីស្ពៃហ្នឹងគឺខ្ញុំមានរំដេងមានស្លឹកក្រូចមានកូនស្លឹកគ្រៃហើយក៏មានស្លឹកគ្រៃខ្លះដែរបងប្អូនសម្រាប់យកមកដុតមាន់ហ្នឹងណាមាន់គឺខ្ញុំទិញមកមួយនេះបងប្អូនគឺមាន់នេះគឺមិនមែនមាន់ស្រែទេគឺមាន់3សាសយើងហ្នឹងគឺទិញមួយអញ្ចឹងមកហើយរបៀបដុតមាន់របស់ខ្ញុំគឺបែបយកលក្ខណៈសាច់រៀងក្រៀមស្បែកតិចទេមិនសូវជាស្រួយណាបងប្អូនអញ្ចឹងការរៀបចំគ្រឿងហ្នឹងគឺខ្ញុំដាក់មាន់ដែលយើងលាងស្អាតហើយហ្នឹងយើងដាក់ជាមួយគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចដែលយើងរៀបចំហើយហ្នឹងយើងយកមកប្រឡាក់ថែមជាមួយនឹងគ្រឿងដូចជាទឹកស៊ីអ៊ីវបន្តិចទៅស្ករសបន្តិចទៅប្រេងខ្យងបន្តិចទៅហើយក៏មានម្សៅស៊ុបដែរបងប្អូនប៉ុន្តែការដែលយើងប្រឡាក់សាច់មាន់យកទៅដុតហ្នឹងគឺយើងអត់ប្រឡាក់យកឲ្យរសជាតិថាមកឆ្ងាញ់ហ្មងឯងយើងយករសជាតិតែល្មមឡំហើយធ្វើម៉េចឲ្យឈ្ងុយទេនិយាយទៅគ្រឿងដែលធ្វើឲ្យមាន់ដុតនឹងឈ្ងុយពីរមុខហ្នឹងគឺមានទឹកស៊ីអ៊ីវហើយនិងទឹកប្រេងខ្យងហ្នឹងបងប្អូនពីរមុខហ្នឹងធ្វើឲ្យសាច់មាន់របស់យើងឈ្ងុយមែនតែនហើយសម្រាប់គ្រឿងកាត់ឆ្អាបហ្នឹងក៏កាន់តែបង្កើនធ្វើឲ្យសាច់មាន់របស់យើងហ្នឹងក៏ឈ្ងុយម្យ៉ាងដែរបងប្អូនអញ្ចឹងនៅពេលដែលយើងប្រឡាក់អញ្ចឹងហើយយើងផ្អាប់ទុកប្រហែលជា10នាទីអីសិនណាចាំយើងមករៀបគ្រឿងដុតណាស្លឹកគ្រៃបានមករៀងស្ទើរបើអីទិញមកគេបានឲ្យតែប៉ុណ្្នឹងវាជាប់ជាមួយនឹងគល់បងប្អូនបើសិនបងប្អូនមានច្រើនដាក់ជាងខ្ញុំដាក់ទ្របឲ្យច្រើនតែម្ដងនៅខាងក្រោមដើម្បីកុំឲ្យខ្លោចសាច់មាន់ណាអញ្ចឹងណាបងប្អូនអញ្ចឹងការដុតរបស់ខ្ញុំហ្នឹងគឺតម្រៀបដាក់ឆ្នាំងបែបហ្នឹងឯងដោយយកស្លឹកគ្រៃទ្របពីក្រោមហើយយើងដាក់សាច់មាន់ពីលើអញ្ចឹងមកណាហើយគ្រឿងកាត់ឆ្អាបអីហ្នឹងនិយាយទៅប្រមាណប្រមូលគ្រឿងដាក់ចូលឲ្យអស់តែម្ដងកុំឲ្យនៅសល់ហើយយើងដាក់ស្ពៃក្តោបពីលើអញ្ចឹងមកណាបងប្អូនហើយបន្ទាប់មកទៀតយើងក៏ចាក់ប្រេងសណ្ដែកប្រេងឆាឬក៏ប្រេងអូលីវដែលបងប្អូនប្រើនៅផ្ទះហ្នឹងយើងចាក់មកល្មមមកដើម្បីធ្វើឲ្យសាច់មាន់របស់យើងហ្នឹងវាឈ្ងុយវាឆ្អិនដោយវាអត់ជាប់ខ្លោចទៅជាមួយនឹងឆ្នាំងណាបងប្អូនអញ្ចឹងបន្ទាប់មកទៀតយើងគ្រប់មកសន្ទុះយើងបើកមើលសិនមកមើលស្ពៃក្តោបពិនិត្យមើលស្ពៃក្តោបរបស់យើងព្រោះអីស្ពៃក្តោបភាគច្រើនវាតែងតែឆ្អិនមុនសាច់មាន់ណាហើយចំណែកឯសាច់មាន់វិញគឺយើងប្រែយើងត្រឡប់ដែរអញ្ចឹងទៅដើម្បីឲ្យឆ្អិនទាំងសងខាងបើយើងដុតតែមួយខាងគឺឆ្អិនតែមួយខាងឯងអញ្ចឹងហើយយើងប្រែយើងត្រឡប់អញ្ចឹងមកណាបងប្អូនរហូតល្មមតតែសាច់មាន់យើងឆ្អិនហើយមាន់3សាសហ្នឹងអត់ស្វិតទេគឺមកល្មមផុយដុតទៅឲ្យតែថាឆ្អិនដល់ក្នុងគឺឆ្អិនហើយគឺមិនបាច់ចាំបាច់យូរពេកទេដោយសារតែមាន់នេះគឺអត់ស្វិតទេបងប្អូនអញ្ចឹងនៅពេលដែលយើងដុតមើលតែឆ្អិនប៉ុណ្ណេះហើយគឺបានហើយដោយសារខ្ញុំអត់យកមាន់ដុតបែបស្រួយទេបើសិនជាមាន់យើងចង់ដុតបែបរៀងស្រួយយើងយកទៅកំពងខ្លាញ់សិនអញ្ចឹងណាតែខ្ញុំអត់ទេចូលចិត្តមាន់ធ្វើដុតស្ពៃក្តោបគឺដុតបែបហ្នឹងឯងឲ្យមានលក្ខណៈទន់ស្បែកអញ្ចឹងទៅគ្រាន់តែថាក្រៀមតិចអញ្ចឹងទេអត់មានស្រួយទេបងប្អូនតែប៉ុណ្នេះពេលដែលឆ្អិនគឺយើងអាចដួសដាក់ចានត្រៀបដាក់ចានបានហើយនិយាយទៅការធ្វើមាន់ដុតហ្នឹងគឺអត់រវល់ច្រើនទេគ្រាន់តែថាយើងបើកភ្លើងតិចអាសាបើកមើលអញ្ចឹងខ្លាចលួចថាខ្លោចសាច់មាន់អញ្ចឹងណាប៉ុន្តែអត់សូវចំណាយពេលយូរឬក៏កពុកអីច្រើនទេនៅពេលដែលសាច់មាន់ដែលយើងឆ្អិនហ្នឹងហើយយកទុកម្ដុំសិនទៅហើយយើងក៏មករៀបចំបុកទឹកត្រីបុកអញ្ចឹងណាបងប្អូនមករយៈហ្នឹងរវល់អត់សូវបានថតវីដេអូអត់សូវបានបញ្ចូលសលេងកាត់វីដេអូអីដល់ពេលថ្ងៃហ្នឹងមានអារម្មណ៍ថានិយាយដូចអត់សូវរលូនសោះបងប្អូនតែឥឡូវកុំឲ្យខ្វល់ពីអីដែលខ្ញុំនិយាយពេលខ្លះនិយាយអត់ច្បាស់អីបងប្អូនកុំប្រកាន់អីណាឥឡូវមកមើលរបៀបបុកទឹកត្រីបុករបស់ខ្ញុំវិញណាអញ្ចឹងទឹកត្រីបុកខ្ញុំហ្នឹងគឺខ្ញុំមានប្រើអីច្រើនទេគឺមានតែខ្ទឹមសហើយនិងម្ទេសនឹងឯងយើងដាក់ខ្ទឹមរៀងច្រើនតិចទៅដោយសារយើងយកទឹកត្រីបុកបែបខាប់ណាហើយការដាក់គ្រឿងគឺមានម្សៅស៊ុបនេះបន្តិចទៅប៊ីចេងបន្តិចទៅហើយនឹងមានអំបិលបន្តិចទេហើយសម្រាប់ស្ករនិងទឹកត្រីគឺបរិមាណត្រូវតែស្មើគ្នាដូច្នេះក្នុងទឹកត្រីមួយចាននេះគឺខ្ញុំដាក់ទឹកត្រី3ស្លាបព្រាបាយស្ករ3ស្លាបព្រាបាយបងប្អូនឯក្រូចឆ្មាគឺខ្ញុំប្រើមួយផ្លែអញ្ចឹងគឺបរិមាណនៃទឹកត្រីនេះគឺបានតែមួយកន្លះកូនចានទេណាអញ្ចឹងរសជាតិសម្រាប់ខ្ញុំពេលដែលខ្ញុំលាយប៉ុណ្ណឹងទៅគឺឆ្ងាញ់តែម្ដងហើយសម្រាប់បងប្អូនអាចសាកបានពេលដែលយើងធ្វើទឹកត្រីបុកឬក៏ទឹកត្រីកោះកុងយើងវាល់យ៉ាងម៉េចឲ្យចំនួននឹងស្ករហើយនឹងចំនួនទឹកត្រីឲ្យតែស្មើគ្នាទៅយើងថែមម្សៅស៊ុបប៊ីចេងអំបិលតែបន្តិចឲ្យចាប់រសជាតិទៅគឺឆ្ងាញ់ហើយបងប្អូនអញ្ចឹងទឹកត្រីបុករបស់ខ្ញុំរួចរាល់ហើយមាន់ដុតក៏រួចរាល់ដែរមើលទៅតំណងមែនតែនអូយបញ្ចូលសលេងឲ្យមានអារម្មណ៍ថាឃ្លានទៀតហើយសម្រាប់ខ្ញុំបន្លែដែលយើងយកមកដុតជាមួយមាន់មិនថាជាតាយ៉ងចេកឬក៏ស្ពៃក្តោបទេគឺថាវាចូលជាតិឆ្ងាញ់មែនតែនពេលដែលយើងញ៉ាំជាមួយទឹកត្រីបុកអញ្ចឹងគឺត្រូវគ្នាហើយនិយាយពីថាទុនឈ្ងុយតែម្ដងណាបងប្អូនហើយសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរបងប្អូនគ្រាន់តែបង្ហាញបងប្អូនពីរបៀបដុតមាន់ងាយបើសិនជាបងប្អូនចូលចិត្តវិធីនេះបងប្អូនអាចសាកល្បងនៅផ្ទះបានណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយហើយបងប្អូនកុំភ្លេចជួយតាមដាន page ម្នាក់មួយផង